ពាក្យបុសិស្សឲ្យលោកគ្រូជីហ្វូធ្វើ homework ជាដំបូងខ្ញុំឲ្យលោកគ្រូជីហ្វូមកធ្វើ homework ថ្នាក់ភាសាអង់គ្លេសពេលហ្នឹងជីហ្វូក្បាលខូចណាបងហើយពេលហ្នឹងជីហ្វូផាត់គីឡូខុសហាក់បងហើយខ្ញុំក៏បានប្រាប់បងថាឲ្យទៅប្រាប់អ្នកគ្រូថាបងផាត់ច្រឡំហើយបងចង់ស្ដាប់ថាពេលជីហ្វូឆ្លើយមកវិញឆ្លើយថាម៉េចគឺបងបាត់អាហ្នឹងហើយថាម៉ាក់បាក់ឬហើយហួចចិត្តមកពេលហ្នឹងម៉ាក់នៅចិត្តនឹងដែរម៉ាក់អស់សំណោចយើងបងគុណពេកបាក់ខូចណាធ្វើខុសខ្លួនឯងប៉ុន្តែទៅប្រាប់អ្នកគ្រូថាម៉ាក់អ្នកផាត់បងមើលទៅវីដេអូនឹងដឹងហើយពេលជីហ្វូធ្វើម្ដងណានេះជាមួយការហុច color ផងហុចខ្មៅដៃផងដាក់សភៅឲ្យផងនិយាយទៅក្បាលខូចហ្មងបងតើបងមានប្អូនក្បាលខូចដូចខ្ញុំអត់បងហើយបើថានៅសាលាវិញជីហ្វូមាន friend ច្រើនណាស់បងអញ្ចឹងបន្ទាប់ពីពីមេរៀនហើយដល់វគ្គជីហ្វូធ្វើភាសាខ្មែរម្ដងបងមើលជីហ្វូមានក្បាលដៃមួយហើយជីហ្វូទៅយកក្បាលដៃមួយទៀតហើយពេលខ្ញុំឲ្យជីហ្វូធ្វើបងម្ដងណាមានអារម្មណ៍ថាហត់បងតែធ្វើមិនទេខ្ញុំជាកូនបងធ្វើចេះជួយមើលប្អូនអញ្ចឹងណាហើយបងជីហ្វូធ្វើមកខោយហើយខ្ញុំខ្លាចជីហ្វូពេកខ្ញុំច្បាច់ខ្វល់ជីហ្វូលេងតិចចឹងបើជីហ្វូធ្វើមកអញ្ចឹងបន្ទាប់ពីជីហ្វូធ្វើមកខោយខ្ញុំក៏បានយកសភៅមេរៀនខ្លួនឯងយកមកថតវីដេអូទាំងមេរៀនថ្នាក់ខ្មែរទាំងមេរៀនថ្នាក់អង់គ្លេសដើម្បីផ្ញើទៅឲ្យលោកគ្រូអ្នកគ្រូធ្វើចង់ជារៀនខ្លួនឯងពេលអូនកំពុងថតនោះជីហ្វូមកញ៉ៃអូនទៀតហើយបងតែចាដានអើយអូនថតហើយយាយជួយមកថ្នាក់ថតហើយបន្ទាប់ពីថតវីដេអូហើយខ្ញុំក៏រៀបចំសភៅទុកទៅរៀនថ្ងៃស្អែកហើយក៏បានជួយរៀបចំសភៅឲ្យក្បាលខ្លួនយ៉ាងដែរហើយការងារចុងក្រោយរបស់ខ្ញុំគឺតម្លាក់វីដេអូតាមក្រុមរបស់ខ្ញុំមានតែប៉ុណ្ណឹងទេបងអរគុណបងដែលបានចូលមើលវីដេអូរបស់ខ្ញុំបាយបាយ